លោករិន រាវី ប្រធានក្រុមប្រឹក្សាភិបាលថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាលដឹកនាំកិច្ចប្រជុំដើម្បីកំណត់ផែនការនិងទិសដៅការងារបន្តនៅវិមាន 7 មករា រាជធានីភ្នំពេញនាព្រឹកថ្ងៃទី 2 ខែសីហា ឆ្នាំ 2026 ថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាលបានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សានិងកំណត់ផែនការព្រមទាំងទិសដៅការងារបន្តសម្ដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តបេសកកម្មរបស់អង្គភាពកិច្ចប្រជុំនេះដឹកនាំដោយលោករិន រាវី ប្រធានក្រុមប្រឹក្សាភិបាលឯកឧត្តម ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាលនិងលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិដោយមានការចូលរួមពីសមាជិកនិងសមាជិកាថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាលជាច្រើនរូបនៅក្នុងកិច្ចប្រជុំនោះអង្គប្រជុំបានឯកភាពលើទិសដៅការងារសំខាន់ៗរួមមានទី 1 បន្តគាំទ្រយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយបន្តរួមចំណែកថែរក្សាឯកភាពជាតិសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពទី 2 ពង្រឹងការផ្សព្វផ្សាយព័ត៌មានពិតនិងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនព្រមទាំងរួមចំណែកទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយឬព័ត៌មានមិនពិតដែលមានចេតនាបង្កការភ័ន្តច្រឡំនិងប៉ះពាល់ដល់សង្គមនិងផលប្រយោជន៍ជាតិកិច្ចប្រជុំនេះផងដែរប្រព្រឹត្តទៅដោយរលូនជាមួយបរិយាកាសរីករាយនិងកក់ក្ដៅបំផុត